ទូពងហើយខាត់ខ្លួនមីបញ្ជាការរងមីប៉ោនឹងមន្ត្រីប្រាមួយនេះពាក់ព័ន្ធបទល្មើសនាំជនជាតិថៃឆ្លងដែនខុសច្បាប់ចូលមកកម្ពុជាយ៉ាងហោចណាស់មានមេបញ្ជាការរងវេរសេនាតូចការពីព្រំដែន891 2នាក់មេប៉ោម្នាក់មន្ត្រី3នាក់ត្រូវបានខាត់ខ្លួនពាក់ព័ន្ធបទល្មើសនាំជនជាតិថៃឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់សមត្ថកិច្ចបានឲ្យដឹងថានៅយប់ថ្ងៃទី8ខែតុលាឆ្នាំ2025ទាហានកងពលលេខ51និងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍តូសេងធីរិនមេបញ្ជាការរងនិងជាសេនាធិការយុទ្ធភូមិភាគទី5បានខាត់ខ្លួនមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យចំនួន6នាក់ពាក់ព័ន្ធបទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់នៅចំណុចប៉ុស្តិ៍ការពារព្រំដែនគោកអូលហុងបើតាមសមត្ថកិច្ចខេត្តបន្ទាយមានជ័យមន្ត្រីនគរបាលដែលខាត់ខ្លួនរួមមាន1លោកវេរសេនីយ៍ត្រីសុកសំអល់ហៅតុងទូនីតិមេបញ្ជាការរងវេរសេនាតូចការពារព្រំដែន891ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ2លោកវេរសេនីយ៍ត្រីព្រំដែនទូនីតិមេបញ្ជាការរងវេរសេនាតូចការពារព្រំដែន891ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ3លោកវេរសេនីយ៍ត្រីព្រំភោហៅងឹតទូនីតិមេប៉ោះនគរបាលការពារព្រំដែនគោកអូលហុងវេរសេនាតូច891 4លោកពលបាលត្រីព្រំឌុនទូនីតិមន្ត្រីវេរសេនាតូច891 5លោកពលបាលត្រីកាកសេនទ្រីទូនីតិមន្ត្រីវេរសេនាតូច891 6លោកអនុសេនីយ៍តូភូមិចម្រើនទូនីតិមន្ត្រីវេរសេនាតូច891 7ឈ្មោះងាកមិថុនាទូនីតិចុងភៅមិនពាក់ព័ន្ធបន្ទាប់ពីខត់ខ្លួនរួចហើយមន្ត្រីនគរបាលទាំងនោះត្រូវបានប្រគល់ជូនទៅសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្តមន្ត្រីពាក់ព័ន្ធបទល្មើសមានចំនួន6នាក់ដោយឡែកចុងភៅគ្មានការពាក់ព័ន្ធទេមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់